ការជ្រើសរើសមេដឹកនាំល្អផ្អែកលើអ្វីមេដឹកនាំអត់ត្រូវការល្អទេអត់ត្រូវការល្អត្រូវការមេដឹកនាំប្រសិទ្ធភាពមេដឹកនាំល្អអត់ត្រូវការទេត្រូវការមេដឹកនាំណាប្រសិទ្ធភាពអូប្រហែលថាមានចៅម្នាក់ចៅនេះឈ្មោះជេមប៉ុន្តែពេលគាត់ឃោសនាគាត់ថាគាត់អាចដឹកនាំទីក្រុងភ្នំពេញឲ្យទី1ចិញ្ចើមថ្នល់ស្អាតណាចិញ្ចើមថ្នល់ស្អាតផ្លូវស្អាតប្រឡាយនិងលូទឹកហូរបានខ្សែអគ្គិសនីរៀបរយគាត់ឃោសនាលើរបស់គេហៅថាក្រុងភ្នំពេញខ្សែភ្លើងស្អាតរៀបចំស្អាតទឹកស្អុយហូរបានល្អចិញ្ចើមថ្នល់មិនបែកបាក់កែប្រែឲ្យចិញ្ចើមថ្នល់ស្អាតមិនមានរបបអាណាធិបតេយ្យនៅលើដងផ្លូវណានៅលើដងផ្លូវហើយផ្លូវដឿងហែមនៃសង្កាត់អីអត់មានសម្រាមបើចៅនឹងឈ្មោះជេមសពហើយគាត់ឃោសនាអញ្ចឹងហើយចៃដន្យអីមនុស្សបោះឆ្នោតឲ្យអាមួយហ្នឹងអាចៅមួយហ្នឹងហើយអាចៅមួយហ្នឹងពីដើមវាលួចមន់ដែរណាវាលួចមន់វាលួចប៉ុនគេទៀតអាចៅនេះមកវាអាជេមសពប៉ុន្តែដល់ពេលវាឡើងធ្វើជាវាយក្រុងវាកែប្រែចិញ្ចើមថ្នល់ស្អាតអត់មានអាណាធិបតេយ្យសម្រាប់ធ្នាប់ត្រឹមត្រូវខ្សែភ្លើងវាទៀមទាឲ្យអគ្គិសនីរៀបចំកុំឲ្យដូចសម្បុកមន់ចន្លោះផ្លូវដឿងហែមអត់មានអ្នកណារំលោភដាក់ស្អីដាក់អីទេហើយលូទឹកស្អុយហូរវហើយផ្លូវថ្នល់ស្អាតចរាចរណ៍អត់មានចង្អេងចងាងតែអាចៅនឹងបោះឲ្យវាទៀតទេខ្ញុំសួរដូចឆោតបើអាចៅមួយឈ្មោះជេមសពវាជាចៅលួចមន់លួចពន្ធគេប៉ុន្តែវាឃោសនាឲ្យវាទៅធ្វើចវាយក្រុងវាធ្វើបានប៉ុណ្ណឹងបោះឲ្យវាទេដល់ពេលអាណត្តិក្រោយ5ឆ្នាំអីចឹងវាថាបងប្អូនខ្ញុំធ្វើចិញ្ចើមថ្នល់បានខ្ញុំធ្វើខ្សែអគ្គិសនីបានខ្ញុំធ្វើលូទឹកស្អុយបានខ្ញុំធ្វើចរាចរណ៍បានណាខ្ញុំធ្វើច្រកដឿងហែមបានឥឡូវខ្ញុំសន្យាបងប្អូនបើបោះឆ្នោតឲ្យខ្ញុំណាខ្ញុំធ្វើឲ្យក្មេងគ្រឿងញៀនហើយនឹងសំណង់អាណាធិបតេយ្យដែលនៅសេសសល់ស្អាតជាងមុនខ្ញុំធ្វើឲ្យទីផ្សារសម្រាប់អ្នកលក់ដូរតូចតាចហ្នឹងមានច្រើនជាងផ្សារធំភ្នំពេញដែលអាជីវករអាចលក់ដូរបានហើយខ្ញុំនឹងធ្វើឲ្យមាត់ទន្លេคล้ายទៅជាទីកំសាន្តបានវែងជាងមុនហើយនឹងបង្កឲ្យមានបន្ទានដើម្បីឲ្យអាជីវករអាចលក់ដូរជាមួយនឹងប្រជាជនទីក្រុងភ្នំពេញសប្បាយបោះឆ្នោតឲ្យខ្ញុំមិនឆ្លើយមើលបោះទេបើឃើញស្នាដៃខ្ញុំអាណត្តិទី1ធ្វើអញ្ចឹងបោះឆ្នោតឲ្យខ្ញុំទៀតទេខ្ញុំនៅតែចោលដែរបោះទេ Yes or no ខ្ញុំធ្លាប់ធ្វើចោលលួចមន់គេលួចពន្ធគេបោះទេអូខេម្នាក់ថា no អូខេបោះទេមានអ្នកណាបោះឲ្យទៀតទេអូខេមានអ្នកថាបោកបានថាអត់បោះឲ្យទេអូខេបើមិនបោះឲ្យទេនៅឋាននរកដូចភ្នំពេញសប្តាហ៍ហ្នឹងទៅណាអញលួចប្រពន្ធគេបើអញលួចប្រពន្ធគេមែនចាប់អញដាក់គុកទៅហើយបើអញចោលលួចមន់មានច្បាប់ថាចាប់អញដាក់គុកមិនក៏មិនចាប់អញដាក់គុកគឺដូចមកអាភ្លើមិនបោះឲ្យអញខំធ្វើឲ្យត្រឹមត្រូវហើយណាអញ្ចឹងហើយបោះឲ្យគួងស្រេងទៅគួងស្រេងវាអត់ធ្វើមុខម៉ែវាអាហ្នឹងហើយគេហៅអ្នកបោះឆ្នោតភ្លើនោះបើគេជាប់ឆ្នោតហើយគេធ្វើតាមកិច្ចសន្យាគេហើយគេឈរឈ្មោះមកអាណត្តិទៀតបោះឲ្យគេឲ្យភ្លើទៅណាហើយចុះបើសិនជាអាណត្តិទី3ខ្ញុំឈរឈ្មោះបោះឆ្នោតទៀតខ្ញុំថាបងប្អូនណាស្រីមេម៉ាយទាំងអស់នៅភ្នំពេញបោះឆ្នោតឲ្យខ្ញុំធ្វើឲ្យទៅជាកំមុំខ្ញុំយកជាងយួនមកដេឲ្យណែនទាំងអស់បោះឲ្យខ្ញុំទេឥឡូវអាណត្តិទី3ខ្ញុំអត់ឃោសនាអីទេខ្ញុំថាឃោសនាទី1គឺថាស្រីមេម៉ាយមេព្រៅអីកំមុំបាត់ព្រមចារីអីខ្ញុំដេឲ្យទាំងអស់បោះឲ្យទេណាបោះឲ្យអាហ្នឹងភ្លើទៀតពីព្រោះវាមានបោះឲ្យចុះអានេះអត់មានអាស្អីហ្នឹងវាមានបានប្រយោជន៍អីវាតល់តែសន្យាថាដេឲ្យទៅជាកំមុំផងហើយធ្វើអាមួយទៀតឲ្យតវែងឲ្យទៅណាមកណីលើកតដាក់លើស្មាអញ្ចឹងលើកតដាក់លើស្មាដើរហើយចុះបើបំរើតែមនុស្សម្យ៉ាងមិនបំរើមនុស្សម្យ៉ាងបោះឲ្យទៅអីឃើញទេអ្នកបោះឆ្នោតនឹងល្ងងទៀតអាហ្នឹងហើយរបៀបបោះឆ្នោតនោះដូច្នេះគេអត់មានត្រូវការអ្នកនយោបាយគេអត់មានត្រូវការអ្នកនយោបាយល្អទេគេត្រូវការអ្នកនយោបាយប្រសិទ្ធភាពស្ដាប់បានទេគេត្រូវការអ្នកនយោបាយប្រសិទ្ធភាព
ស្ដាប់បានទេគេអត់មានត្រូវការអ្នកនយោបាយល្អទេគេត្រូវការអ្នកនយោបាយប្រសិទ្ធភាពពេលព្រោះអ្នកនយោបាយជាអ្នកលក់ផលិតផលឲ្យយើងតាមកម្មវិធីនយោបាយអានោះនៅក្នុងសភៅមួយដែលគ្រូខ្ញុំគាត់និយាយគាត់ថាthe econ គេហៅថា apply economic ណាដែលគាត់សរសេរនៅក្នុងវគ្គមួយគេហៅថា economic of politics ហើយអាមួយទៀតគេហៅថា voter economic អាហ្នឹងអញ្ចឹងអូខ្ញុំស្រឡាញ់សម្ដេចឪប្រមុខគាត់ស្អាតបោះឲ្យវាថតកុនចុយតម្រាយវាថតកុនអត់ឈប់ថតកុនតលទៅអស់លុយពីប្រទេសជាតិបោះឲ្យវាទៅណាអញ្ចឹងវាគេបោះឆ្នោតឲ្យអញ្ចឹងចុះបើសិនជាអ្នកចូលឈ្មោះបោះឆ្នោតវិញទៅថាបងប្អូនណាបោះឆ្នោតឲ្យខ្ញុំឆ្នាំនេះខ្ញុំនឹងធ្វើឲ្យប្រជាជន5លានអ្នកក្នុងទីក្រុងភ្នំពេញ3លានអ្នកទៅឋានសួគ៌មានប្រមាណអីឲ្យតអង្គទ្រីនមកកញ្ចប់ម្នាក់លាយទឹកផឹកទៅឋានសួគ៌បាត់ហើយបោះឲ្យវាងាប់អស់អញ្ចឹងគេបោះឲ្យអ្នកនយោបាយមិនមែនដោយសារអ្នកនយោបាយនិយាយអញ្ចឹងទេគេបោះឲ្យអ្នកនយោបាយគេជឿថាតើអ្នកនយោបាយធ្វើបានទេអត់ណាដោយអាមួយនៅទីក្រុងញូវយ៉កអានឹងមិនដឹងឈ្មោះអីទេតែជាប់ឆ្នោតវាថាបើបោះឆ្នោតឲ្យវាណាអ្នកក្រជិះឡានបាសអត់បង់លុយជិះសាប់វេអត់បង់លុយហើយថ្លៃជួលផ្ទះត្រូវចុះថោកស្រាប់តែវាស្បត់ចូលកាន់តំណែងឥឡូវហ្នឹងអាថ្លៃសាប់វេក៏ឡើងថ្លៃអាថ្លៃបាសក៏ឡើងថ្លៃណាណៃតែឡើងថ្លៃឡើងថ្លៃឥឡូវហ្នឹងកំពុងជោគហ្នឹងបោះឆ្នោតឲ្យវាថាអ្នកក្រអត់ត្រូវការចាញ់លុយទេចង់ទៅណាមកណីជិះរថភ្លើងហើយនឹងបោះអត់ចាញ់លុយមានអីឥឡូវឡើងមួយកន្លះមិនបានឡើងពីព្រោះអាក្រុមហ៊ុនបោះវាមិនមែនមុខម៉ែវាណាច្បាយក្រុងឯងថាមិនថាទៅអញឡើងថ្លៃណាហើយចុះបើសិនណាជាច្បាយក្រុងដាក់បញ្ញត្តិថាអត់ឲ្យឡើងឧបមាថាច្បាយក្រុងញូវយ៉កហ្នឹងគេដាក់បញ្ញត្តិហ្នឹងថាអត់ឲ្យឡើងបើអត់ឲ្យឡើងបើក្រុមហ៊ុនអញមានឡានបោះ1000ហើយក្នុងមួយថ្ងៃឡានបោះ200ខូចអញរត់តែ800ទេដល់មួយខែក្រោយឡានបោះអញខូច400អញរត់តែ600ណាខែក្រោយទៀតឡានបោះអញខូចទៀតអញរត់ចុះរត់ឡើងនៅសល់បោះតែ200ហើយជិះអត់បាច់បង់លុយទេអានាងប៉ុន្តែឈរចាំឡានចឹងណាឈរចាំឡានតលតឡើងរឹងពងកាច់បាក់ព្រោះតិចចោលស្រុកឯងឈរមិនបានបោះវាមិនមកបោះមកឯណាបោះវាខូចហើយមានលុយណាធ្វើអត់មានលុយធ្វើទេអាបោះតែខូចមិនត្រូវចូលចតចោលអញ្ចឹងបោះមាន1000តាមផ្លូវហ្នឹងនៅសល់តែ200បោះណាដល់ច្បាយក្រុងមកសួរថាណែមិនបានបោះអត់មានបោះខូចហើយមិនបានខូចអត់មានជាងធ្វើអត់មានបន្លាស់ហើយមិនបានអត់មានជាងធ្វើមិនបន្លាស់លក់សបត់អត់បានបើលក់សបត់អត់បានមិនលក់សបត់បានលោកច្បាយក្រុងឲ្យថវិកាមកបើលោកច្បាយក្រុងឲ្យថវិកាអាហ្នឹងបានខ្ញុំចឹងអាសាប់វេណាអូខេ5នាទីមកដល់5នាទីមកដល់ហើយអត់ឲ្យយកលុយពួកអាអ្នកក្រអាអ្នកមានជីវាបំរើតែអ្នកមានវាបំរើមិនបានអញ្ចឹងអាសាប់វេហ្នឹងធ្លាក់មក10មីនុតយូរ20មីនុតក្រោយពីម៉ោង9យប់2ម៉ោងបានមករត់ភ្លើងមកណាអញ្ចឹងអាអ្នកចេញធ្វើការយប់ម៉ោង9ទៅដល់ផ្ទះម៉ោង1ភ្លឺណាឃើញទេអាហ្នឹងអញ្ចឹងហ្នឹងហើយគេហៅច្បាប់សង្គមនិយមអញ្ចឹងអាច្បាយក្រុងញូវយ៉កនេះបន្តិចទៀតស៊ីអាចផឹកទឹករបៀបដឹកនាំប្រទេសរបៀបដឹកនាំក្រុងរបៀបអីគេគិតរឿងលុយខ្សែតកាច់មិនមែនចេះតែឲ្យ free ទេណាអូខេដូចឧទាហរណ៍រឿងការប្រាក់ចឹងអើយសុំឲ្យធនាគារនិងmicro អនុទានយោគយល់ឲ្យតែយោគយល់ញយរកស៊ីលេងបានតែរកស៊ីលេងបានបាត់ណានៅអាមេរិកមានធនាគារបើកនៅក្នុងសង្កាត់អ្នកក្រយូបាត់អស់អ្នកនយោបាយដាក់បញ្ញត្តិថាដាច់ខាតត្រូវតែបើកអញបើកមួយចឹងទៅបើកចោលមួយចឹងទៅធ្វើការយឺតចឹងទៅអាអ្នកឈរអ្នកក្រនឹងឈរនៅហ្នឹង30នាទីហ្មងបានដូរឆែក
ណាហើយទៅដល់ហ្នឹងគេត្រូវមើលអត្តសញ្ញាណអីហ្នឹងគេធ្វើយឺតបើបាត់ដោយសាច់មួយអញ្ចឹងគេបើកមែនប៉ុន្តែគេធ្វើយឺតអញ្ចឹងទៅដល់ទៅអាសង្កាត់អ្នកមានណាអត់មានចាំបាច់ត្មងជួដើរចូលភ្លឹបចាញ់ភ្លឹបចាញ់ហើយដល់អ្នកនយោបាយថាសេវាកម្មយឺតចុះសេវាកម្មអាណាដឹងតែបើអ្នកនយោបាយបខំថាត្រូវតែបើកធនាគារឲ្យច្រើននៅក្នុងភូមិអ្នកក្រអាធនាគារវាថាអញ្ចឹងតលតលោកឲ្យលុយពីព្រោះអាធនាគារនោះអញ្ចឹងហើយបើលោកចង់ឲ្យអ្នកធ្វើការធនាគារនោះវាច្រើនពង្អួចមិនបើធនាគារហ្នឹងអត់មានទទួលវាអត់មានអ្នកណាយកលុយមកដាក់អាណាគេទៅបើកចុះឡើងអាអ្នកនយោបាយអត់ដឹងអីអញ្ចឹងសង្កាត់អ្នកក្រមានធនាគារមួយសង្កាត់អ្នកមានណាងាកឆ្វេងធនាគារងាកស្ដាំធនាគារគេរកលុយបានគេបើកធនាគារច្រើនដល់តណាទាំងអស់នេះគឺជាសេដ្ឋកិច្ចបងប្អូនបន្តទៅទៀតរឿងផ្ទះអូចវាយក្រុងមកថាដាក់ច្បាប់មួយគឺផ្ទះដាច់ខាតមិនឲ្យលើសពី$1000មកបន្ទប់ទេណាប៉ុន្តែដើម្បីអចលនទ្រព្យដើម្បីជួលទៅបានវាត្រូវការ2500បើចវាយក្រុងញូវយ៉កដាក់ថាដាច់ខាតផ្ទះនៅក្នុងសង្កាត់ហ្នឹងពីចំណុចនេះដល់ចំណុចនេះគឺអត់ឲ្យលើស$1000អូខេគេធ្វើតាមបានអានេះគេហៅ run control ណា run control ក៏ប៉ុន្តែខូចខាតជួសជុលផ្ទះអីគេអត់ខ្វល់ទេបន្តមកទៀតយូគេវាយ building ចោលហ្មងគេឈប់សង់អ្នកនយោបាយហើយកុំចូលហើយមកចូលជាមួយអ្នករស់ស៊ីមិនបានហើយមកដាក់កំហិតហ្មងហើយអត់រលុយឲ្យគេហើយមកដាក់កំហិតគេហ្មងអញ្ចឹងហើយបានជាស្រុកកុម្មុយនីសនៅប្រទេសសូវៀតគេថាបើយើងធ្វើបកជនណាយើងអាចបាននៅផ្ទះល្វែងរត់នៅទីក្រុងម៉ោស្កូផ្ទះនោះស្អាតណាស់មានតាំងពីចណ្ដើរយន្តមានតាំងពីអគ្គិសនីហើយថ្លៃឈ្នួលផ្ទះនឹងថោកទៀត20ឆ្នាំក្រោយមកអបកជននឹងវាអត់នៅផ្ទះនឹងទេវាសោកចិត្តបជ្រៀតគ្នានៅជាន់ក្រោមអាគារនៅទីក្រុងម៉ូស្កូ20ជាន់វានៅត្រឹមតែជាន់ទី5ទេឲ្យតឡើងលើសជាន់ទី5អត់ស្អីមានអាណានៅទេអាអ្នកនៅជាន់លើសោកចិត្តមកជួលអាអ្នកនៅក្រោមនៅជាមួយគ្នាជាន់កគ្នាបាក់សួរថាម៉េចបានជាជាន់ទី6ដល់ជាន់ទី20អត់មានណានៅជាដើរយន្តអត់ដើរឡើងហត់ពេកអញអត់ឡើងទេទី1ទី2អាកម្ដៅដែលចែកចាយដោយរដ្ឋហ្នឹងខាងលើត្រជាក់ចុយម៉ៃនៅបានទី3ទឹកមុជឡើងអត់ដល់ណាទី4នៅខ្ពស់ពេកបង្អួចបែកដាក់ពេកឲ្យអង្គការមកជួសជុល3ខែអត់តន់មកដូរបង្អួចចាក់ចង់មកបាក់ចែកផ្ទះល្វែងឲ្យសមាជិកបកម្នាក់មួយនៅអត់មានអាណានៅទេលើសជាន់ទី6ទៅអត់នៅម៉ូស្កូជាប់នៅជាន់កោនទាំងអស់ទីបំផុតរត់អាលុំនេះហើយគេហៅថាផ្ទះរត់នៅកូរ៉េអញ្ចឹងអូគេឲ្យផ្ទះអ្នកមួយប៉ុន្តែមានអាណាហ៊ាននៅអានេះណាទឹកភ្លើងកម្ដៅអីវាអត់ដើរណោះណាអត់ដើរបងប្អូនយល់ទេបងប្អូនអត់យល់ទេកូនសម័យក្រោយអត់យល់ទេ Harvard សួរថាត្រមចង់ខេប credit card 10% ខេបបានទេខេបបានណាខេបបានបើបង្ខំខេបបានប៉ុន្តែបែងឈប់ issue credit card គឺកាត់បន្ថយ issuing credit card ហើយបែងត្រូវ switch ទៅ debit card មានន័យថាបែងនឹងបង្កើត debit card មួយយ៉ាងណា Harvard នៅពេលដែលឧទាហរណ៍ខ្ញុំអ្នកក្រហើយខ្ញុំចង់ចាយកាតបែងថាយើងទៅយក300ដាក់គេឲ្យ debit card មួយតម្លៃស្មើ300ហើយគេគិត fee $5អីចឹងទៅណាមួយ transaction ហើយយើងយកលុយទៅដាក់
គេ500ចឹងទៅហើយដល់ពេលលុយយើងអស់យើងយកទៅដាក់300ទៀតចឹងទៅគឺយើងមាន Visa មាន Mastercard ចឹងណាហើយតែវាជា debit ឡើងមាន credit card ហើយពីព្រោះធនាគារថាអញឲ្យឯងជាពាក់អីបើអាត្រំឲ្យគិត 10% 10% អញមានអាណាជាពាក់ទៀតទេអញអត់មានអាណាជាពាក់ទៀតទេអញ្ចឹងអញឈប់ឲ្យណាឲ្យតែយើង apply for credit card គេ deny សួរថាអាត្រំវាអាចមកបដៅបែងថាមិនគេ deny ហ៎គេ deny អញឲ្យតា Harvard បើ Harvard អញជា millionaire គេឲ្យ credit card ចាយជា business owner គេឲ្យ credit card ចាយមកពីគេដឹងថាអត់ជាពាក់គេអូចំណែកអ្នកក្រគេអត់ចាញ់ឲ្យអញ្ចឹងវាធ្វើឲ្យអ្នកក្រចាយតែ debit card ទេដល់ចាយ debit card ណាយកលុយទៅដាក់ថ្លៃឈ្នួល$5ចាយមកខ្វោកទិញអីវ៉ាន់$20កោសខ្វោក fee $5អាត្រំសួរអាត្រំណាជួយលុបអា fee នឹងចោលអាត្រំថាអញអត់ដឹងទេអញដឹងតែ cap credit card ទេនយោបាយស្រួលយល់ណាស់ Harvard Do you hear me brother ណាស្ដាប់តើនេះអ្នកនយោបាយវានិយាយអីវាធ្វើបានប៉ុន្តែវាទុកប្រឡោះឲ្យអ្នករកស៊ីឯងក្រសប្ងៃនេះដោយសារឈួតវិញនឹង credit card ហ្នឹងម្នាក់មិនប្រើ debit card ណាយូរទៅអ្នកក្រកាន់ Visa កាន់ Mastercard មែនប៉ុន្តែ fee កប់អាកាស fee ណាកប់អាកាសហើយចំណែកអ្នកដែលមាន credit worthiness គេមានបញ្ហាអីគេអត់មានទេនេះហើយគឺជារបៀបនយោបាយអូយ Harvard ខ្ញុំបើសិនជាខ្ញុំមករីករាយណាស់អ្នកសួរខ្ញុំអារបស់អញ្ចឹងស្អីដែលគេនិយាយហ្នឹងគឺដូចអារឿងនៅ Las Vegas ថា tip អត់គិតតាក់ទេមើលច្បាប់នៅមែនតើណាចង់ប្រើ RQ អ្មិនក៏ដោយក៏ត្រូវបង់លុយដែរគ្មានអាណាគេកាន់ពងឲ្យយើងនោមនេះកុំច្រឡំណាគ្មានអាណាគេកាន់ពងឲ្យយើងនោមទេពាក្យថាសេវាកម្មគេត្រូវគិតឈ្នួលអាហ្នឹងអញ្ចឹងណាអញ្ចឹងខ្ញុំប៉ុណ្ណឹងចឹងចុះខ្ញុំរកអង្គុយញ៉ាំអីបន្តិចណាឬក៏មិនញ៉ាំទេក៏ផឹកទឹកក្តៅដេកក៏មិនដឹងអរគុណចំពោះបងប្អូនដែលចូលមកស្ដាប់កំសាន្តជំរាបលា